2,000 years later. สุดท้ายเอาขึ้นเลยนี่มีกิจกรรมเพียบ ช่วย บนไทยจะนอนจากกองใส่ตอนนี้โอ้โหมือเนี่ยหายแล้วโอ้โหเนี่ยใส่ยืนแต่บอสตองยังไงกันนึงเรียงยมเต้แบบเด็กต้องใส่เด็กหลวงผมไม่มีอะไรไม่ได้ใส่แต่บอสตอง มีอะไรสบายใช่ไหม บ่ายเจอมาโอ้โหเด้อ เนี่ยสายยุ่งเรามองโอนตัวเลยติดกับปวด จะมือใส่จูบเรียนลงโป้ลงโพนจะมือมีอะไรอย่างเนี้ยบาดบองโพนก็เพื่อจูบคนนี้เราทั้งไงใส่บองโพน បាទពេលនេះខ្ញុំកំពុងតែរៀបកាមេរ៉ាដើម្បីទុកថតនៅថ្ងៃស្អែកបងប្អូនតែជាស្រីអត់បានថតទេអត់តន់បានដេកផងភ្លឺលឿនម៉េះហើយនេះបងប្អូននេះគឺជាតង់របស់យើងដែលយើងត្រៀមនឹងយកទៅបាទបងប្អូននេះទស្សនភាពក្នុងផ្ទះបងប្អូនហើយយើងក៏ចាប់ផ្ដើមចេញដំណើរទៅឲ្យបងប្អូនតាមដងវិថីដ៏ស្រស់ស្អាតបូកផ្សំជាមួយនឹងទេសភាពផ្ទះជាច្រើននោះដោយធ្វើការជិះម៉ូតូហើយនេះគឺខ្ញុំបាទបងប្អូននេះណែបងប្អូនអត់តន់ដល់កន្លែងយើងសម្រាប់ប៉ុន្តែទស្សនភាពអូយពីថាស្អាតមែនទែនយើងឃើញហើយត្រជាក់ភ្នែកបដ ாய் តាំងពីភ្នំតាំងពីស្មៅវាអីអូត្រជាក់ភ្នែកខ្លាំងណាស់បងប្អូនអើយហើយកំពុងជិះ relax តាមដងវិថីសុកក៏ស្រាប់តែមានភ្លៀងធ្លាក់មួយយ៉ាងធំបងប្អូនអើយចឹងហើយត្រូវបង្ខំចិត្តឲ្យខ្ញុំនឹងរកកន្លែងសម្រាប់ឥឡូវនេះគឺខ្ញុំបានរកកន្លែងសារៈឃើញហើយបងប្អូនហើយក៏ឈានចូលផឹកអីបន្តិចដើម្បីយកកម្លាំងបន្តទៅមុខទៀតបន្ទាប់ពីយើងសម្រាប់ជ្រោកភ្លៀងហើយយើងក៏ធ្វើដំណើរទៅមុខទៀតហើយយើងក៏ឈានចូលចាក់សាំងម៉ូតូបន្តិចបងប្អូនព្រោះអីផ្លូវឆ្ងាយអញ្ចឹងខ្លះពិបាកធ្វើដំណើរបន្ទាប់ពីចាក់សាំងម៉ូតូរួចបងប្អូនពេលនេះយើងក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៅទៀតព្រោះចម្ងាយដីក៏រៀងនៅឆ្ងាយដែរបងប្អូនអើយគឺជិត200គីឡូជាងឯណោះឥឡូវនេះយើងឃើញថាមេឃហ្នឹងក៏ចាប់ផ្ដើមភ្លៀងមកតិចតិចហើយតែពួកខ្ញុំអត់បងអង្គទេគឺបន្តដំណើរទៅមុខទៀតអត់ឈប់ដូចលោកមុនទេព្រោះអីបើសិនជាឈប់ទៀតឃើញថាយឺតមែនទែនហើយបងប្អូនហើយបន្ទាប់ពីជិះអស់រយៈចម្ងាយដ៏ឆ្ងាយមកយើងក៏បានមកដល់ទឹកដីនៃប្រទេសកម្ពុជាហើយបងប្អូនអូយើងធ្វើការជិះទៅហើយបងប្អូនអើយយើងឃើញថាជិះទាំងសប្បាយចិត្តរួមងាយបានមកដើរលេងបងប្អូនពងយូរហើយទៅរំមានថ្ងៃហ្នឹងលោកបងប្អូនមានឃើញអីលឹមអត់អាហ្នឹងគឺជាផ្លែទុរេនដែលជាទីក្រុងរបស់ខេត្តកំពតបងប្អូនជានិមិត្តរូបខេត្តកំពតឥឡូវយើងកំពុងតែជិះទៅហើយបងប្អូនអូពិតជាស្រស់ស្អាតមែនទែនគេអត់ដឹងទេតែខ្ញុំដឹងថាស្អាតហើយបងប្អូនមួយខ្ញុំស៊ូមកមើលនោះពិតជាស្រស់ស្អាតខ្លាំងណាស់បន្ទាប់ពីចាក់ចេញពីដំពង់មូលខេត្តកំពតមកយើងក៏ធ្វើដំណើរទៅមុខទៀតបងប្អូនទៅឆ្លងកាត់ស្ពានមួយយ៉ាងស្រស់ស្អាតតែខាងស្ដាំនេះយើងឃើញមានភ្នំបូកគោយ៉ាងខ្ពស់អូខេបងប្អូនពេលនេះខ្ញុំបានមកដល់កន្លែងសេះសមុទ្រហើយដែលកន្លែងគេល្បីហ្នឹងតែដោយសារខ្ញុំប្រញាប់ទៅរកកន្លែងបោះតង់អញ្ចឹងហើយអត់បានឈប់ចូលថតរូបនេះកន្លែងឥឡូវព្រោះកន្លែងអង្គុយចាំគ្នាបន្ទាប់ពីអង្គុយចាំគ្នាមួយសន្ទុះក្រោយមកយើងក៏ចាប់ផ្ដើមទិញសម្ភារៈអីគ្រប់គ្រាន់ហើយក៏ធ្វើដំណើរទៅមុខទៀតហើយបងប្អូននេះគឺជាទស្សនភាពនៅកន្លែងនីលកាបងប្អូនដែលគេតែងតែចង់មកដែលយើងឃើញគេធ្វើដំបូងគឺពិតជាល្បីខ្លាំងមែនទែនហើយឥឡូវក៏ល្បីដែរបងប្អូនហើយយើងក៏ចាប់ផ្ដើមបន្តដំណើរទៅមុខទៀតហើយបងប្អូនតបមកយើងក៏ចាប់ផ្ដើមចូលទិញតកប៉ុន្តែដោយសារកន្លែងតូបលក់ហ្នឹងវាអត់មានតកបងប្អូនអត់មានតកអត់សំខាន់ទេបងប្អូនតែសំខាន់នៅកន្លែងហ្នឹងទេសភាពគឺស្អាតខ្លាំងណាស់បងប្អូនអើយនេះផ្លូវទៅកន្លែងបោះតង់មើលហើយណាចង់មកអីមិនមកប្រាប់ខ្ញុំមកតែម្ដងហ្នឹងទេមកផ្លូវដល់បន្ទាប់ពីបងប្អូនបានឃើញទស្សនភាពផ្លូវហើយតើបងប្អូនមានអារម្មណ៍យ៉ាងម៉េចដែរសម្រាប់ខ្ញុំពីដំបូងខ្ញុំមានអារម្មណ៍ថាខ្ញុំពិតជាខកចិត្តខ្លាំងមែនទែនតែគិតយូរទៅបើយើងជ្រុលជាមកអីយើងទៅតែទៅដល់ទីបញ្ចប់វាឥឡូវលេងគិតលំបាកលេងអីបងប្អូនដើម្បីបានបោះតង់ផ្លូវប៉ុណ្ណឹងមានអីទៅពិបាកបងប្អូនមែនអត់ឥឡូវយើងកំពុងតែធ្វើដំណើរបន្តទៅទៀតហើយបងប្អូនមើលទស្សនភាពផ្លូវទៅដឹងហើយធម្មតាយើងត្រូវការសុបាយយើងត្រូវតែមានការលះបង់តិចតួចបងប្អូនអើយវ៉ាវបាទពេលនេះបងប្អូនយើងធ្វើដំណើរជិតដល់ទីតាំងយើងហើយបងប្អូន
យើងឃើញទស្សនភាពព្រៃភ្នំពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយនៅតាមព្រៃភ្នំហ្នឹងគឺមានស្រែបងប្អូនតែមិនមែនដូចជាស្រែយើងទេគឺជាស្រែអំបិលណាបងប្អូនព្រោះតំបន់នេះគឺជាគេតំបន់ដែលគេធ្វើស្រែអំបិលបងប្អូនគេយកទឹកសមុទ្រមកធ្វើហើយយើងក៏បន្តដំណើរជិះម៉ូតូរបស់យើងនៅតាមជម្រាលភ្នំទៀតបងប្អូនតាមជម្រាលភ្នំហ្នឹងគឺគេធ្វើផ្លូវសម្រាប់ឲ្យភ្ញៀវទេសចរហ្នឹងដើរលេងកម្សាន្តតែមើលផ្លូវដឹងហើយបងប្អូនគឺផ្លូវរៀងពិបាកបន្តិចហើយបងប្អូនឃើញទឹកហ្នឹងគឺទឹកធ្លាក់មកលើភ្នំបងប្អូនពិតជាស្អាតស្អាតណាស់បងប្អូនអើយមានរួមតាមព្រៃភ្នំអញ្ចឹងមានអារម្មណ៍ថាស្រស់ស្រាយ fresh ខ្លាំងណាស់បងប្អូនពេលយើងឃើញទស្សនភាពហ្នឹងហើយបងប្អូនដែលទំនេរពីការងារអាចសាកមកភ្លក់រសជាតិជីវិតបែបហ្នឹងបានបងប្អូនគឺខ្ញុំធានាថាសប្បាយតែម្ដងបាទពេលនេះពួកយើងបានឈានចូលទិញទឹកកកហើយបងប្អូនភាសាពូខាងមុខមិញយើងជិះឆ្លងកាន់ហ្នឹងអត់មានប៉ុន្តែចៃដន្យនេះតូបនៅកណ្ដាលភ្នំឯងបងប្អូនចៃដន្យមានទឹកកកខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់វេទទេហើយដែលខ្ញុំឆ្ងល់ខ្លាំងជាងគេនោះបងប្អូនគឺបកគោភ្លើងបងប្អូនគោភ្លើងតង់ចុងមធ្យមគឺមកដល់ភ្នំហើយនៅមានទៀតបងប្អូនពិតជាអស្ចារ្យខ្លាំងណាស់បងប្អូនអើយហើយយើងមិនបាច់ភ័យថាអត់មានភ្លើងប្រើប្រាស់ទេគឺមានមកសពគ្រប់បងប្អូននៅតំបន់ភ្នំហ្នឹងបន្ទាប់ពីទិញតកកហើយបងប្អូនយើងក៏បានមកធ្វើការចរចាជាមួយនឹងម្ចាស់តំបន់ដើម្បីសុំដីគាត់ក្នុងការជួលតង់បងប្អូនគឺយើងត្រូវការជួលបងប្អូនយើងមិនអាចទៅបោះដោយផ្ដេសផ្ដាស់បានទេបងប្អូនព្រោះដីហ្នឹងគឺជាដីឯកជនណាបងប្អូនឥឡូវនេះគាត់ណែនាំផ្លូវយើងទៅហើយបងប្អូនគឺគាត់ពាក់អាវខ្មៅហ្នឹងគឺជាម្ចាស់ដីបងប្អូនចឹងហើយយើងត្រូវជួលដីគាត់គឺអត់ថ្លៃទេបងប្អូនដីធូរថ្លៃដែរទេកន្លែងតំបន់ហ្នឹងគឺគេហុំព័ទ្ធលបងមួយចិត្តបងប្អូនហើយនេះបងប្អូននេះជាទឹកដីកន្លែងថាយើងត្រូវបោះតង់បងប្អូនមើលឲ្យហើយបងប្អូននេះយើងបន្ទាប់ពីយើងធ្វើដំណើរអស់រយៈកាលដ៏យូរចម្ងាយផ្លូវដ៏វែងឆ្ងាយយើងបានមកដល់គោលដៅយើងហើយបងប្អូននោះបងប្អូនមានឃើញអីនោះនឹងគឺជាសមុទ្របងប្អូនហើយបងប្អូនមានឆ្ងល់អត់អីសមុទ្រឯណាមិនពណ៌អញ្ចឹងតែងសមុទ្រពណ៌ខៀវអីខ្ញុំក៏ឆ្ងល់ដែរបងប្អូនមិនតែបងប្អូនណាខ្ញុំឆ្ងល់ដូចតែគ្នានឹងហើយមិនបានសមុទ្រហ្នឹងពណ៌នេះក្រហមអញ្ចឹងគឺដោយសារតែសមុទ្រហ្នឹងវាមានកកច្រើនណាបងប្អូនបាទបន្ទាប់ពីយើងបានមកដល់ទីតាំងហើយយើងក៏រៀបចំកន្លែងបោះតង់ហើយបងប្អូនគឺយើងកំពុងតែចរចាគ្នាថាត្រូវបោះតង់កន្លែងណាហើយនេះបងប្អូននេះម្នាក់ហ្នឹងអត់ដឹងមួយណាទេឲ្យតែឃើញកន្លែងណាផ្លែកកន្លែងណាអីដឹងតែចាប់កាមេរ៉ាថតហើយបងប្អូនហើយបានវ៉ែនតាមួយនោះនិយាយពីពាក់ហើយបងប្អូនអើយពាក់តាំងពីនៅផ្ទះរហូតដល់សមុទ្រអត់ឃើញដល់គ្នាមកក្រុមអត់មានណាគេពាក់តែគាត់មួយបងប្អូនខុសគេតែឯងមកឥឡូវបងប្អូនកុំទៅខ្វល់ពីប្រុសម្នាក់ហ្នឹងឥឡូវយើងក៏លេចមកមើលសម្រស់សមុទ្រណាបងប្អូនអើយទោះបីជាក្រៀកកបន្តិចមែនគឺពិតជាស្រស់ស្អាតខ្លាំងណាស់មែនទេបងប្អូនស្អាតមែនទេបងប្អូនទៅមើលផ្ទាល់បានដឹងបងដូចជុំនិយាយអញ្ចឹងបងប្អូនគឺពិតជាស្រស់ស្អាតខ្លាំងណាស់មែនទេបងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមយកកាមេរ៉ាស៊ូមទៅកាន់មនុស្សដែលកំពុងតែលេងនៅក្នុងសមុទ្រហើយបងប្អូនក៏លេងមើលគឺទឹកអត់ជ្រៅទេបងប្អូនគឺត្រឹមជង្គង់បងប្អូនឥឡូវនេះខ្ញុំចាប់ផ្ដើមស៊ូមប៉ះវីអូនោះមកបាំងកាមេរ៉ាបងឥឡូវចាប់ផ្ដើមស៊ូមចែនឹងអ្នកទៀតបងប្អូននោះពិតជាស្រស់ស្អាតខ្លាំងណាស់បងប្អូនបាទបងប្អូនឥឡូវនេះយើងក៏ចាប់ផ្ដើមរៀបចំដាំបាយបងប្អូនដោយសារយើងធ្វើដំណើរផ្លូវឆ្ងាយមកក៏រៀងអស់កម្លាំងដែរហើយចឹងហើយយើងម្នាក់ប្រុងដៃប្រុងជើងអស់គ្នាបងប្អូនដាំបាយឥឡូវបាយក៏ឆ្អិនហើយដែរកំពុងរៀបចំសម្ភារៈមានម្ហូបអាហារត្រីសាច់អីជាដើមមកបងប្អូននោះគឺត្រីយើងបងប្អូនមានឃើញកេះអីមួយអត់បងប្អូននោះគឺជាវិញ្ញាណណាបងប្អូនហើយនោះបងក៏ចាប់ផ្ដើមរៀបចំបាយទឹកអីហើយនោះមានបកាកងអីមានមកសັບគ្រូបងប្អូនមកសែតបដ ாய் បងប្អូនហើយបងខាងនេះក៏ចាប់ផ្ដើមធ្វើម្ហូបធ្វើអីនោះមានមឹកមានងាវបកាមានត្រីអីទេមកស្គាល់ទេបងប្អូនយើងឃើញថាទស្សនភាពបែបហ្នឹងគឺពិតជាសប្បាយខ្លាំងមែនទេបងប្អូនយើងសួរថាមច្ឆជីវិតយើងនេះយើងមានទស្សនភាពសប្បាយអញ្ចឹងបានបងប្អូនគឺពិតជាសប្បាយខ្លាំងត្រូវហើយបងប្អូនជីវិតមនុស្សយើងគឺត្រូវតែមានពេលសប្បាយខ្លះកាត់ទុកខ្លះបងប្អូនអើយយើងត្រូវតែរកកន្លែងរីករាយសម្រាប់ខ្លួនឯងបងប្អូន
ដូចខ្ញុំអញ្ចឹងខ្ញុំមកដើរលេងហ្នឹងគឺមិនដើររាល់ថ្ងៃទេបងប្អូនគឺដើរថ្ងៃ4ថ្ងៃអីប៉ុណ្្នឹងឯងបងប្អូនហើយបងប្អូននេះគឺទិដ្ឋភាពនៅពេលរត់ល្ងាចហ្នឹងបងប្អូនពេលថ្ងៃរៀបលិចឃើញថាចេញសម្រស់មកបដាហើយបងប្អូនគឺពិតជាស្អាតណាស់បងប្អូនខ្ញុំអាចនិយាយពលនេះពីសម្រស់បានទេបងប្អូនគឺស្អាតខ្លាំងណាស់ វិផងអត់ស្រួលផងអត់គេរងចាំម្នាក់ម្ដងសាច់ផងខឹងផងព្រោះចាំកែវ បាទបន្ទាប់ពីយើងសប្បាយរីករាយពេញមួយយប់រួចហើយបងប្អូនឥឡូវទិដ្ឋភាពពេលព្រឹកវិញម្ដងហើយបងប្អូនទិដ្ឋភាពយើងក្រោកពីគេងបងប្អូនឃើញបរិសម្នាក់កំពុងតែបើកតង់ចេញមកហើយអត់ដឹងថាណាទេបងប្អូនបើកមកឆ្លៀនអង្គុយថតវីដេអូមិនតិចទៅបងប្អូនអើយមកដល់អង្គុយសាយទៀតហើយក៏ឆ្លៀតទៅហាត់ប្រាណហាត់អីដើម្បីបន្តិចពិតបងប្អូនម្នាក់ហ្នឹងចូលឯងបងប្អូនមិនមែនទៅហាត់ប្រាណស្អីចូលឯងបងប្អូននៅផ្ទះមិនដែលទៅហាត់ស្អីបងហ្នឹងបងប្អូនហើយក៏ចាប់ផ្ដើមមកឈោសម្លឹងថ្ងៃណានៃថាថ្ងៃហ្នឹងអញគួរទៅណាទៀតបងប្អូនអូននៅឃើញថ្ងៃហ្នឹងយើងទៅភ្នំបូកគោទេបងប្អូនអញ្ចឹងជម្រាបលាបងប្អូនអរគុណច្រើនដែលបានមើល